ថ្ងៃនេះមករំលឹកអនុស្សាវរីយ៍កាលពីម៉ាស៊ីនចុះឈូតស្រូវម៉ែគាត់ធ្វើនៅសែមិញក្នុងភូមិហ្នឹងបងប្អូនគ្នាសុំគាត់ធ្វើហើយពេលម៉ាស៊ីនតមកដល់ហ្នឹងគឺពួកបងប្អូនខ្ញុំនេះគាត់មកចាំជួយលើកស្រូវដាក់គោយន្តអីចឹងទៅហើយម៉ាស៊ីនតមកដល់ចឹងពួកគាត់កំពុងឲ្យធ្វើម្ហូបគេថាឆាស្លំជូរក្រាក់ទីលប៉ាបងប្អូនគ្នាមានអ្នកបោចរោមានអ្នកសម្អាតរោមានអ្នកធ្វើគឺក្នុងធ្វើអីចឹងណាមានអ្នកដាំទឹកមានអីចឹងទៅអូចុងភៅច្រើនណាបងប្អូនគ្នានិយាយថាចុងភៅមួយជះរៀងសង្ហាតែម្ដងហើយឥឡូវក៏ពួកគាត់កំពុងតែរៀបចំធ្វើសម្អាតទៀតហ្នឹងនេះខ្ញុំក៏បានដើរលេងកន្លែងផ្សេងបងប្អូនគ្នាមានខ្លែងមានអីទៀតផុតខែកដឹកហ្នឹងនៅមានខ្លែងហោះទៀតណានេះខ្ញុំបានដើរលេងនៅកន្លែងស្រែដែលរងចាំម៉ាស៊ីនមកហ្នឹងបងប្អូនគ្នាមានស្រែស្រូវទុំអីចឹងទៅមានខ្ចីខ្លះអីចឹងទៅដោយសារតែម៉ែគាត់សុំអ៊ំធ្វើនៅកន្លែងផ្សេងទៀតដែរចឹងទៅមានអត់តន់ល្មមច្រូតអីចឹងណាមាននៅខ្ចីឬស្ទើអីចឹងទៅហើយខ្លះទុំចឹងទៅក៏ដល់ថ្ងៃច្រូតចឹងចាំម៉ាស៊ីនមកបងប្អូនគ្នាហើយឥឡូវនេះបងប្អូនខ្ញុំគាត់បានលាងសម្អាតទារួចរាល់ហើយកំពុងធ្វើការចិញ្ច្រាំម្ដងចុងភៅនេះចុងភៅដល់ហើយបងប្អូនគ្នាអើយហើយប៉ានេះកំពុងតែចាប់ដើមជីកក្រានបដៅបងប្អូនគ្នានិយាយពីថាសម្លមុខហ្នឹងអ្នកធ្វើច្រើនគ្នាខ្លាំងមែនតែនមានអ្នកធ្វើទាមានអ្នកច្រាំសាច់មានអ្នកជីកក្រានមានអ្នកបកាត់ភ្លើងទៀតសំខាន់មានអ្នកបកាត់ភ្លើងបងប្អូនគ្នាអូយខ្លាចគេឲ្យហូបព្រោះយ៉ាងហើយណាសូមគេបានម៉ាត់ដែរបងប្អូនគ្នាជួយបកាត់ភ្លើងគេទៅយល់ថាបកាត់ភ្លើងប្រជ្រះខ្យល់នៅក្រោមខ្យល់ទៀតចង់ខ្លោចសក់ឲ្យបងប្អូនគ្នាចង់ឆេះសក់ផងអីផងអញ្ចឹងណាតែធ្វើមិនចេះទ្រាំមកលោកបានគេឲ្យម៉ាត់ហើយឥឡូវនេះបងប្អូនខ្ញុំចាប់ផ្ដើមធ្វើការរលីងគ្រឿងបងប្អូនគ្នារលីងគ្រឿងនៃសាច់អីផ្សំគ្រឿងជុំក្នុងហ្នឹងអញ្ចឹងណាដូចខ្ញុំថាចឹងមហោបមុខនេះគឺថាចង់ផៅច្រើនគ្នាខ្លាំងមែនតើមានអ្នកផ្សំគ្រឿងផ្សេងមានអ្នកចាំកោគ្រឿងផ្សេងមានអ្នកឲ្យដាក់អីហ្នឹងផ្សេងទៀតមកឆ្អិនមុខនេះហើយឥឡូវនេះខ្ញុំមកមើលកន្លែងស្រែដែលគោយន្តម៉ាស៊ីនច្រូតហ្នឹងគាត់ចិត្តចុះដល់แล้วណាហើយមានក្មេងៗមកតាមទៀតខ្ញុំចេះឆ្ងល់ព្រោះក្មេងៗមកធ្វើគេច្រើនម៉េះគឺតាមពិតពួកគាត់កំពុងតែរកកដោស្រែបងប្អូនគ្នាគឺថាពេលកដោវាផ្អើលម៉ាស៊ីនអញ្ចឹងទៅវារត់ចេញក្រៅគឺពួកគាត់ចាំវាយកដោហើយពេលខ្លះទៀតរត់ចូលរុនអញ្ចឹងគាត់នាំគ្នាជីកឲ្យកដោបាន 4-5 ហើយរបស់គាត់ណាគឺថាបានធំខ្លាំងមែនតែនទម្រាំតែបានកដោមួយហ្នឹងគឺថាមិនងាយទេបងប្អូនគ្នាអើយចំណាយកម្លាំងច្រើនខ្លាំងមែនតែនហ្មងណាចឹងមិនថាកដោនោះវារៀងថ្លៃថាកដោសោះថ្លៃម៉េះតែការរកកដោនោះមិនងាយទេអ្នកអត់ចេះរត់បានទេណាបងប្អូនគ្នាហើយឥឡូវហ្នឹងម៉ាស៊ីនច្រូតហ្នឹងបានចុះដល់កន្លែងស្រែដែលម៉ែនេះខ្ញុំធ្វើបងប្អូនគ្នាអើយគឺថាជីកច្រូតខាងមុនចឹងណាហើយទៅពេលច្រូតហ្នឹងមានសត្វតិចកម្មដេញតាមម៉ាស៊ីននោះច្រើនខ្លាំងមែនតែនដោយសារតែវាចាំចឹកសត្វល្អិតពេលម៉ាស៊ីនចុះច្រូតចឹងទៅផ្អើសត្វល្អិតកដោបឬក៏សត្វអីផ្សេងតិចតួចចឹងណាចឹងជាកម្មហ្នឹងវាចាំស៊ីសត្វល្អិតហ្នឹងនៅតាមម៉ាស៊ីនច្រូតហ្នឹងបងប្អូនគ្នាដំបូងខ្ញុំឆ្ងល់ណាតាមពិតគឺវាចាំស៊ីសត្វល្អិតណាដល់ពេលច្រូតហើយចឹងទៅម៉ាស៊ីនច្រូតហ្នឹងក៏បានដឹកស្រូវយកមកតម្លាក់នៅមកកន្លែងណាហើយក៏បានបងប្អូនពួកគាត់ជួយលើកជញ្ជូនស្រូវហ្នឹងដាក់លើគោយន្តហ្នឹងផងដែរដើម្បីងាយស្រួលដឹកមកផ្ទះចឹងណាពួកអីបើបានជួយលើកចឹងទៅអត់សូវចំណាយកម្លាំងច្រើនហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាខ្លាំងមែនតើដែលបានជួយលើកស្រូវដាក់គោយន្តនេះណាហើយឥឡូវប្រូជាងកំពុងធ្វើការសម្ដែងបទអីចឹងទៅបន្ទាប់ពីជូនស្រូវដឹកស្រូវហើយហ្នឹងណាពួកខ្ញុំក៏បានត្រឡប់មកផ្ទះវិញបងប្អូនទាំងអស់គ្នានៅតែបងប្អូននេះគេនៅចាំប្រម៉ូជើងច្រាំងប្រម៉ូយវើនៅវាស្រែអ្នកដឹងមិនដឹងថាប្រម៉ូយវើហ្នឹងឯងគេបងប្អូនទាំងគ្នាហើយក៏មានបងប្អូនខ្លះមកចាំជួយតម្លាក់ស្រូវផងដែរអរគុណខ្លាំងមែនទែនដល់បងប្អូនទាំងគ្នានៅទឹកចិត្តជួយយកអាសាសម្រាប់គ្រួសារនាងខ្ញុំណាហើយក៏សូមអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាផងដែរហើយក៏សូមអភ័យទោសរាល់កំហុសកុសឆ្គងរបស់នាងខ្ញុំផងដែរណានៅក្នុងវីដេអូនៅក្នុងទាំងកាយវិការទាំងពាក្យសម្ដីអីចឹងទៅ